ការធ្វើបបរគ្រប់គ្រឿងឲ្យកូនម្ចាស់ណាត្រូវតែមានសមតុល្យបន្លែសាច់ហើយនិងប្រភេទអង្ករទើបកូនទទួលបានអាហារូបត្ថម្ភត្រឹមត្រូវហើយនឹងឡើងគីឡូបានល្អទាំងអស់នេះគឺជាគ្រឿងផ្សំដែលខ្ញុំប្រើក្នុងថ្ងៃនេះដែលមានជាស្រូវសាលីសម្បូរទៅដោយប្រូតេអ៊ីន fiber និងមានរសជាតិឆ្ងាញ់ងាយរំលាយខ្ញុំក៏បន្ថែមជាមួយនឹងម្សៅប្រូតេអ៊ីនដែរដើម្បីជំនួយដល់ខួរក្បាលអូនប្រព័ន្ធភាពស៊ាំហើយនិងសម្បូរទៅដោយវីតាមីន E ចំណែកប្រភេទបន្លែស្លឹកគឺខ្ញុំប្រើម្សៅខាលដែលសម្បូរទៅដោយវីតាមីន C ជួយការពារជំងឺគ្រុនក្តៅនិងជំងឺមហារីកបន្លែស្រស់គឺខ្ញុំប្រើការ៉ុតជាមួយនឹងស្នៀតពោតដែលសម្បូរទៅដោយវីតាមីនហើយនិងជាតិកាក់សរសៃហើយផ្នែកសាច់គឺខ្ញុំប្រើថ្លើមមាន់សម្ងួតនេះដែលផលិតចេញពីថ្លើមមាន់ 100% ជំនួយដល់គ្រាប់ឈាមក្រហមនិងសម្បូរទៅដោយជាតិដែកសម្រាប់ការបបរស្រូវសាលីជាមួយនឹងបន្លែរឹងមុនដំបូងគឺយើងត្រូវតែចម្អិនបន្លែរឹងហ្នឹងឲ្យបានឆ្អិនជាមុនសិនបន្ទាប់មកទើបដាក់ស្រូវសាលីចូលដោយសារស្រូវសាលីគឺអត់ត្រូវការពេលចម្អិនយូរទេចុងក្រោយនេះគឺបន្ថែមជាមួយនឹងម្សៅប្រូតេអ៊ីនហើយនិងម្សៅខាលប្រភេទម្សៅទាំងពីរមុខនេះគឺខ្ញុំប្រើ1ស្លាបព្រាកាហ្វេស្មើបន្ទាប់មកយកមកកូរជាមួយនឹងទឹកឆ្អិនយើងធម្មតាឲ្យរលាយសិនទើបចាក់ចូលឆ្នាំងដោយសារទឹកកំពុងតែពុះអញ្ចឹងបើសិនជាយើងចាក់ទាំងម្សៅចូលវាអាចនឹងកកដុំហើយចំណាយពេលយូរនៅក្នុងការកូរម្សៅទម្លាប់តែរលាយបើសិនជាកូរជាមួយនឹងទឹកឆ្អិនធម្មតារួចជាស្រេចចឹងហើយចាក់ចូលឆ្នាំងទៅគឺទុកតែមួយពុះទេអាចកិនឲ្យកូនញ៉ាំបានហើយបបរគ្រប់គ្រឿងកូនមួយចាននេះគឺល្អសម្រាប់ការលូតលាស់រាងកាយអូនមែនតើដោយសារមានទាំងវីតាមីនមានទាំង fiber មានទាំងប្រូតេអ៊ីនហើយនិងជាតិដែកគ្រប់គ្រាន់អញ្ចឹងម៉ាម៉ាអត់ភ័យថាផ្ដល់អាហារឲ្យកូនហើយអត់ចំគោលដៅទេសម្រាប់ម្សៅថ្លើមចុងក្រោយនេះគឺខ្ញុំរោយបន្ថែមពីលើឲ្យអញ្ចឹងមកដោយសារម្សៅនេះគឺឆ្អិនស្រាប់ហើយចុងក្រោយក៏មានបន្ថែមជាមួយនឹងប្រេងល្ងដែរដើម្បីឲ្យបបរអូនមានក្លិនកាន់តែឈ្ងុយហើយបើសិនជាបងចាប់អារម្មណ៍ចង់បានគ្រឿងទេសដោយដែលខ្ញុំប្រើនៅក្នុងម៉ឺនុយនេះអាចឆាតចូល page គ្រឿងទេសកុមារ NSP បានអរគុណច្រើន